cho bạn em tiêu là cái khôi bông nó khôi từng ó của năng chơi bà cặp khôi sao còn
ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពជម្រាបសួរសម្ដេចលោកជំទាវអាយដាមលោកអ្នកអង្គញាអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតាមដានស្ដាប់កម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz ផ្សាយចេញពីរាជធានីភ្នំពេញនារាត្រីថ្ងៃច័ន្ទ14រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី13ខែកក្កដាឆ្នាំ2026នារាត្រីនេះខ្ញុំប្រកាសណាខ្ញុំបាទយ៉ាន់យឿនមានសេចក្តីសោមនស្សរីករាយបានចូលខ្លួនមកសម្របសម្រួលនៅក្នុងកម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz សាជាថ្មីនារាត្រីនេះក៏ដូចជារាត្រីកន្លងមកដែរគឺកម្មវិធីនីតិវប្បធម៌របស់យើងមានរយៈពេល3ម៉ោងគឺចាប់ផ្ដើមពីម៉ោង9រហូតដល់ម៉ោង12យប់ដូច្នេះសូមប្រិមិត្តបងប្អូនជនរួមជាតិទាំងអស់តាមដានស្ដាប់ហើយពីកម្មវិធីរបស់យើងបន្ទាប់ពីខ្ញុំប្រកាសឲ្យខ្ញុំបាទជាអ្នកសម្របសម្រួលកម្មវិធីបើកកម្មវិធីហើយយើងក៏ស្វាគមន៍ចំពោះប្រិមិត្តដែលមានបំណងចង់ចូលរួមជាមតិយោបល់ផ្សេងហើយកុំភ្លេចទូរស័ព្ទមកកាន់កម្មវិធីរបស់យើងតាមរយៈទូរស័ព្ទ3ខ្សែទី1 012 99 90 95 ខ្សែទី2 016 81 85 95ហើយនិងខ្សែទី3គឺ097 70 90 751ដូច្នេះសូមពុកម៉ែបងប្អូនលោកយាយលោកតាប្រិមិត្តយើងទាំងអស់កុំភ្លេចចង់ចូលរួមជាមតិយោបល់សូមត្រៀមលក្ខណៈហើយរាត្រីនេះក៏យើងនៅមានរឿងជាច្រើនដែរដែលបងប្អូនប្រជាពលរដ្ឋយើងអាចថាមានភាគច្រើនបានតាមដានជាមួយនឹងអ្វីដែលបានកើតឡើងនៅក្នុងប្រជាជាតិកម្ពុជាយើងហើយអ្នកខ្លះនោះក៏យកចិត្តទុកដាក់ទៅតាមរឿងរ៉ាវមួយចំនួនដែលបងប្អូនចាប់អារម្មណ៍សម្រាប់ពីកម្មវិធីរបស់យើងខ្ញុំប្រកាសថាខ្ញុំបាទនេះគឺជាបឋមនេះសូមរំលឹកនិយាយអំពីការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលភាសាបច្ចេកទេសថាយើងរងឥទ្ធិពលពីព្យុះបាវីធាតុពិតយើងអាចនិយាយចំហាយព្យុះក៏ប៉ុន្តែទោះបីជាចំហាយក៏នៅតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងជាពិសេសនៅតំបន់ភ្នំហើយដូច្នេះបើសិនជាបងប្អូនធ្វើដំណើរទៅតាមតំបន់ភ្នំសូមប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ពីព្រោះភ្លៀងធ្លាក់នៅតាមតំបន់ភ្នំនេះវាជាការព្យាករណ៍ទុករួចហើយពីឥទ្ធិពលនៃឈ្មោះនៃបាតុភូតនៃធម្មជាតិរបស់យើងដែលមានឥទ្ធិពលនៅក្នុងសមុទ្រប៉ាស៊ីហ្វិកនេះហើយរឿងដែលសំខាន់គឺមានការភ្លៀងច្រើនដែលធ្វើឲ្យបាក់ដីជាពិសេសនៅតាមភ្នំហើយនៅថ្ងៃខាងមុខរដូវប្រាំងយើងមានរដូវប្រាំងយូរហើយនឹងអាចមានកម្ដៅខ្ពស់អីចឹងទៅប៉ុន្តែនៅពេលនេះគឺអ្វីដែលយើងត្រូវចាប់អារម្មណ៍ដំបូងគឺបញ្ហាទឹកភ្លៀងដែលអាចប៉ះពាល់ទៅដល់បងប្អូនដែលធ្វើដំណើរទៅលេងតាមតំបន់ភ្នំឬក៏បងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងដែលរស់នៅតាមតំបន់ភ្នំឬជើងភ្នំហើយជាពិសេសនៅតាមចន្លងភ្នំពីព្រោះនៅតាមចន្លងភ្នំនេះគឺទឹកអាចភ្លៀងកំហុកទៅវាហូរកំហុកទៅតាមចន្លងធ្វើឲ្យយើងអាចត្រៀមលក្ខណៈអត់បានមុនអញ្ចឹងធ្វើឲ្យយើងពិបាកនឹងការចម្លៀសឬក៏ប្រមូលទ្រព្យសម្បត្តិបងប្អូននោះទុកឲ្យបានស្រួលបួលទេបាទនេះជាអ្វីដែលខ្ញុំប្រកាសថាខ្ញុំបាទចាប់អារម្មណ៍និងចង់ជម្រាបទៅដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ហើយឃើញថ្ងៃនេះដែរមានហេតុការណ៍ដែលកើតឡើងជាមួយនឹងបងប្អូនដែលទៅលេងនៅភ្នំខ្នងផ្សារហើយមានភ្លៀងធ្លាក់ច្រើនដែលចឹងធ្វើឲ្យមានបញ្ហានៅតាមផ្លូវដោយសារតែទឹករំហូរនៃទឹកហ្នឹងវាបានបុកទៅចំតែមួយច្រកខ្លាំងអញ្ចឹងធ្វើឲ្យដាច់ហើយក្នុងនោះក៏មកជួរភ្នំក្រវាញហ្នឹងមិនមែនត្រឹមតែត្រឹមខ្នងផ្សារទេយើង
ហួសអាចហួសទៅដល់ចុងភ្នំក្រវាញនៅម្ដុំភ្នំ1500ឯនោះភ្នំទំព័រភ្នំអីក្រោយពីហ្នឹងរហូតឆ្លងទៅចាប់ពីបៃលិនចុះមកនោះយើងនៅតំបន់សំឡូតតំបន់អីហ្នឹងបុករហូតធ្លាក់មកក្រោមចន្លោះពីពោធិ៍សាត់ទៅបាត់ដំបងចឹងតំបន់នោះក៏អាចនឹងមានទឹកចំនួនទឹកភ្លៀងនឹងច្រើនដោយគំហុកចឹងសូមបងប្អូនដែលរស់នៅតាមតំបន់ហ្នឹងសូមប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ហើយមិនថាតែនៅតំបន់នោះទេនៅតំបន់ដទៃទៀតដែលជាតំបន់ភ្នំក៏សូមបងប្អូនប្រុងប្រយ័ត្នឲ្យបានកម្រិតខ្ពស់ដែរពីព្រោះបើយើងត្រៀមលក្ខណៈមុនមិនជាបញ្ហាទេគ្រាន់តែវាជួនកាលយើងអាចថាវាសុខស្រួលហើយទម្លាប់នៃការរស់នៅមកវាមិនអីប៉ុន្តែការប្រែប្រួលនៃអាកាសធាតុវាមានម្ដងម្កាលអញ្ចឹងដូច្នេះនៅពេលដែលយើងអាចដឹងមុនសម័យនេះយើងអាចកើតនៅតំបន់មួយយើងអាចដឹងមកហើយអញ្ចឹងយើងអាចចែករំលែកព័ត៌មានសម្រាប់បងប្អូនដែលនៅក្បែរៗនោះដែលមិនទាន់ជួបព្រឹត្តិការណ៍ហ្នឹងបាទនេះជាអ្វីដែលខ្ញុំបាទចង់ជម្រាបជូនជាដំបូងនេះហើយជាបន្តក៏សូមរំលឹកទៅដល់បងប្អូនក្មួយៗជាពិសេសបងប្អូនក្មួយៗដែលគ្រប់អាយុ15ឆ្នាំទៅជាពិសេសនេះ16 17 18អីហើយអ្នកខ្លះអាច19ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសូមរស់រាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណហើយពីព្រោះពេលវេលានេះអាចថារដូវយើងហៅវ៉ាកងសម្រាប់ពីការសិក្សាអញ្ចឹងបងប្អូនអាចទៅចំណាយពេលដើម្បីទៅធ្វើអត្តសញ្ញាណប័ណ្ណរួចរាល់ហើយជាពិសេសអ្នកដែលត្រូវគ្រប់អាយុបោះឆ្នោតនោះពីព្រោះឆ្នាំក្រោយនៅសល់ដល់មួយឆ្នាំទៀតទេយើងបោះឆ្នោតឃុំសង្កាត់ដូច្នេះបងប្អូនមួយដែលមានកាតព្វកិច្ចបោះឆ្នោតគ្រប់អាយុ18ចឹងយើងអាចទៅធ្វើអត្តសញ្ញាណប័ណ្ណនិងត្រួតពិនិត្យអីហើយដើម្បីយើងត្រៀមលក្ខណៈឲ្យបានរួចរាល់ហើយមិនតែប៉ុណ្ណោះចំពោះបងប្អូនក្មួយៗដែលអាចគ្រប់អាយុអាចធ្វើអត្តសញ្ញាណប័ណ្ណទៅធ្វើទៅពីព្រោះវាមានប្រយោជន៍សម្រាប់យើងចឹងធ្វើរួចរាល់ទៅអានឹងវាជារឿងមួយល្អកុំចាំដល់តែពេលត្រូវការបានរត់ទៅរកអានឹងវាប្រផាប់ប្រភីអីចឹងទៅហើយការធ្វើយើងត្រូវទៀងផ្ទាត់អីនៅព័ត៌មានផ្ទាល់ខ្លួននឹងឯកសារផ្សេងឲ្យវាស៊ីចង្វាក់គ្នាឲ្យវាត្រឹមត្រូវហើយយើងសល់ពេលគ្រប់គ្រាន់ក្នុងការមើលថាតើវាត្រឹមត្រូវទៅតាមអ្វីដែលជាឯកសារគោលរបស់យើងហើយឬនៅដូច្នេះពេលវេលាអាចជាល្អសម្រាប់បងប្អូនក្មួយៗដែលអាចធ្វើពីព្រោះយើងកុំទុកពេលវេលាឲ្យកន្លងផុតទៅសូមបញ្ជាក់ម្ដងទៀតកុំចាំដល់ត្រូវការបានយើងចាំទៅរត់រកពីព្រោះអត្តសញ្ញាណប័ណ្ណយើងគ្រប់គ្នានឹងត្រូវការហើយការទៅធ្វើនេះក៏វាមិនមានចោះលុយកាក់ទេយើង free ទេអញ្ចឹង complete សូមទៅបងប្អូនក្មួយៗឬក៏បងប្អូនក្មួយៗដទៃទៀតដែលមិនទាន់បានធ្វើឬក៏បាទពីណាក៏ដោយដែលជាពលរដ្ឋកម្ពុជារបស់យើងអាចថាផុតសុពលភាពអីសូមត្រួតពិនិត្យមើលឲ្យហើយហើយបទពិសោធន៍របស់ខ្ញុំកាលណាខ្ញុំបាននេះក៏កាលពីបោះឆ្នោតនោះមិនបានពិនិត្យដែរអាងថាយើងច្បាប់ត្រូវអនុញ្ញាតទោះបីអត្តសញ្ញាណប័ណ្ណផុតសុពលភាពដែរដល់យកទៅបោះទៅក៏បានពិនិត្យដែរអាងថាអត្តសញ្ញាណប័ណ្ណមានអត់ដែរពិនិត្យដល់ពេលទៅបោះហើយបានទើបយកមកពិនិត្យឃើញផុតប្រមាណខែទៅហើយអាហ្នឹងជារឿងមួយដែលជាកំហុសឆ្គងអត់បានពិនិត្យជាប្រចាំដោយសារតែអត្តសញ្ញាណប័ណ្ណយើងធ្វើម្ដងប្រើបានរយៈពេលយូរដូច្នេះធ្វើឲ្យយើងប្រហែសនឹងទី1ហើយមួយទៅខ្ញុំប្រកាសណាខ្ញុំបាននេះក៏វាមិនសូវត្រូវការរឿងអត្តសញ្ញាណប័ណ្ណពលរដ្ឋហ្នឹងហើយប្រើតែឯកសារផ្សេងហើយបញ្ចេញក្រៅទៅប្រើតែប៉ាសពតប្រើតែអីអញ្ចឹងទៅមិនសូវចាប់អារម្មណ៍ប៉ុន្តែសូមបងប្អូនជនរួមជាតិប្រិមិត្តយើងទាំងអស់សូមឆែកមើលហើយប្រុងប្រយ័ត្នវាជាបទពិសោធន៍មួយហ
ហើយមួយទៀតនោះចំពោះបងប្អូនក្មួយៗដែលគ្រប់អាយុស្ថិតនៅក្នុងកាតព្វកិច្ចកងទ័ពសូមត្រៀមលក្ខណៈអាចទៅសួរនាំព័ត៌មាននៅតាមមូលដ្ឋានរបស់ខ្លួនហើយជាពិសេសបងប្អូនក្មួយៗដែលនឹងប្រឡងបាក់ឌុបនេះនៅ20ថ្ងៃជាងទៀតទេចឹងសូមជូនពរក្មួយៗទាំងអស់ឲ្យជាប់ទាំងអស់គ្នាបាននិទេសល្អហើយអ្នកដែលជាពិសេសក្មួយបរោះអាចទៅចុះឈ្មោះដើម្បីក្នុងនាមជាអ្នកដែលទៅបំពេញកាតព្វកិច្ចយោធាទាំងអស់គ្នាហើយនារីគឺចឹងដែរក្មួយនារីហ្នឹងក៏ជាឱកាសដែរស្ម័គ្រចិត្តចូលទៅវឹកហាត់ឲ្យវាស្វាហាប់ឡើងមិនទាន់អ្នកខ្លះធ្លាប់រស់នៅសោយសុខមកសម័យនេះគិតថាខ្លួនទុនជ្រាយអីតាមពិតមិនជាទុនជ្រាយនេះមកពីយើងវាមិនដែលវឹកហាត់ហើយចូលទៅក្នុងកងទ័ពតែ6ខែដឹងថាអ្វីទៅដែលជាជីវិតភាពស្វាហាប់ហើយជួយជាក់ទៅលើខ្លួនឯងក្នុងការរស់នៅក្នុងការបំពេញការងារជាប្រចាំថ្ងៃមានកម្លាំងពលំមាំមួនណាស្វាហាប់ទាំងរាងកាយនិងស្វាហាប់ទាំងសតិបញ្ញាបាទនេះជាអ្វីដែលខ្ញុំប្រកាសថាខ្ញុំបាទចង់រំលឹកនៅពេលនេះហើយការរំលឹកនេះក៏វាជាហេតុផលមួយដែលយើងទាំងអស់គ្នាក្នុងការបំពេញកាតព្វកិច្ចឲ្យបានទាំងអស់គ្នានៅពេលដែលយើងចូលរួមបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយហើយជារឿងមួយដែលយើងទាំងអស់គ្នាចង់បានឲ្យប្រទេសជាតិយើងឲ្យវាស្របទៅតាមសង្គមប្រជាធិបតេយ្យហើយនៅក្នុងសង្គមប្រជាធិបតេយ្យយើងត្រូវតែបោះឆ្នោតដើម្បីជ្រើសរើសថ្នាក់ដឹកនាំរបស់យើងដែលយើងពេញចិត្តឬគណៈបករបស់យើងដែលយើងពេញចិត្តអញ្ចឹងការជ្រើសរើសវាជាដំណើរការមួយប្រជាធិបតេយ្យដែលតំណាងឲ្យភាពសុខសាន្តហើយនិងសន្តិភាពសម្រាប់ប្រទេសជាតិយើងហើយក៏ជាការបង្ហាញនៅកាតព្វកិច្ចមួយដែលយើងចាប់អារម្មណ៍ចូលរួមទាំងអស់គ្នាចំនួនសិលឹកឆ្នោតក៏បញ្ជាក់នៅភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកើតឡើងឬក៏គណៈបកដែលជាប់ឆ្នោតនោះដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាទៅចូលរួមកុំឲ្យស្រែកថាចង់បានប្រជាធិបតេយ្យដោយក្រមប្រឆាំងមួយចំនួននៅក្រៅប្រទេសនោះក្រមរដ្ឋាភិបាលតែតោលក្រមរដ្ឋាភិបាលអី$23ស្អីណាអួតថារដ្ឋាភិបាលនឹងចង់បានប្រជាធិបតេយ្យប៉ុន្តែនិយាយឡើងគឺចង់តែផ្ដួលរំលំនិយាយឡើងចង់បដូរដោយកម្លាំងប្រើហិង្សាហើយចាប់វត្តឡើងចេញបង្កើតទីតាំងដើម្បីតស៊ូចេញអីហើយសម័យនេះមកចេញតស៊ូស្អីទៀតអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នកន្លែងនេះផងណាព្រោះការចេញតស៊ូយើងដឹងហើយវាមិនទៅជាស្អីទេប៉ុន្តែបញ្ជាក់អំពីសារដែលជាហិង្សាហើយនៅក្នុងសារហិង្សាបែបនេះមិនមែនជាអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដទេបើអ្នកស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដគេនឹងមានសារបែបសន្តិភាពហើយនឹងនិយាយអំពីការផ្លាស់ប្ដូររបបមួយឬផ្លាស់ប្ដូរអ្នកដឹកនាំតាមរយៈការបោះឆ្នោតអញ្ចឹងនេះជារឿងមួយដែលយើងដែលជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវតែចងចាំហើយបើសិនជាអ្នកដែលអួតថាស្រឡាញ់ប្រជាធិបតេយ្យហើយគិតតែចង់ផ្ដួលរំលំអ្នកនេះផ្ដួលរំលំអ្នកនោះហើយគិតចេញតស៊ូចេញវាយប្រហារចេញច្បាំងអីអានោះគេមិនហៅថាប្រជាធិបតេយ្យទេហើយអាមនុស្សបែបហ្នឹងសមតែកុំឲ្យងើបមករួចណាគួរតែបំបត្តិទៅហើយកុំឲ្យបង្កើតជាតកៅទឹកព្រោះមនុស្សចឹងវាបង្កើតតកៅទឹកវាអាចចេញជាមូសវាដើរខំគេខំឯងនាំឲ្យមានបញ្ហាអញ្ចឹងបំបត្តិតកៅទឹកទៅហើយកុំឲ្យចេញជាមូសទាន់ដើម្បីរក្សាសន្តិភាពឲ្យជូនប្រទេសជាតិជូនប្រជាពលរដ្ឋរស់នៅឲ្យបានសុខសាន្តហើយរឿងមួយទៀតដែលយើងត្រូវធ្វើនោះគឺយើងកុំគិតថាអ្វីដែលជាការទាមទារនោះវាឆ្លុះបញ្ចាំងនៅប្រជាធិបតេយ្យមិនមែនទេការឆ្លុះបញ្ចាំងប្រជាធិបតេយ្យគឺត្រូវតែមានសារមក
សន្តិភាពនិងសារប្រជាធិបតេយ្យអញ្ចឹងសារប្រជាធិបតេយ្យនៅត្រង់ណាសារប្រជាធិបតេយ្យគឺមិនបោកប្រាស់មិនភូតភរគេទេឧទាហរណ៍ថាកន្លងមកអញ្ចឹងក្រមរដ្ឋាភិបាលតែលតោល$23នោះគេអួតគេប្រកាសថាគេនឹងទៅប្តឹងតុលាការ ICC គេដាក់មានមេធាវីមានអីយកទៅប្តឹងអីដើរអង្គាសលុយអង្គាសអីយកទៅប្តឹងអាហ្នឹងគេចេះតែធ្វើទៅទេដើម្បីស្រោមសមុទ្រដើម្បីតែលុយរបស់គេចូលហប៉ៅរបស់គេទេត្រូវចាំថាការអាចប្តឹងទៅតុលាការ ICC នេះតុលាការ ICC វាជាតុលាការអន្តរជាតិមិនមែនអ្នកណាចេះតែទៅកកូរកាយស្ថាប័នគេទេអញ្ចឹងវាមិនងាយដូចអ្វីដែលពួកនឹងនិយាយទេបើសិនតែត្រឹមមកទៅប្តឹងក៏ទៅណែឯងចង់ប្រកោកប្រកាសមិនទៅប្តឹងយកទៅដាក់ទៅអាហ្នឹងបើគេទទួលក្នុងនាមគេអាចថាជារបាយការណ៍អីមួយគេដាក់ទៅប៉ុន្តែឲ្យគេឆ្លើយតបឲ្យគេអនុវត្តឲ្យគេធ្វើគេមិនធ្វើទេពីព្រោះនៅក្នុងច្បាប់របស់គេមានស្ថាប័នអន្តរជាតិបើចេះតែអ្នកណាទៅប្តឹងទទួលយកអ្នកណាប្តឹងទទួលយកងាប់មនុស្សមកពិភពលោកហ្នឹងបាច់ទេតុលាការហ្នឹងគ្មានពេលរកតែពេលស៊ីបាយអត់មានទេប៉ុន្តែនៅក្នុងតុលាការគឺគេមានតែ3ស្ថាប័នគត់ដែលអាចគេអនុវត្តទៅលើពាក្យបណ្ដឹងតាក់ទងទៅនឹងការប្តឹងនេះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបហើយខ្ញុំប្រកាសណាខ្ញុំអាចជឿជាក់ថាបងប្អូនប្រជាពលរដ្ឋច្រើនហើយបានជ្រាបអំពីរឿងនេះក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទចង់រំលឹកបន្ថែមខ្លាចនៅចន្លោះអីបងប្អូនប្រជាពលរដ្ឋខ្លះមិនទាន់បានជ្រាបនោះអ្នកដែលអាចប្តឹងទៅតុលាការ ICC ហើយឲ្យគេទទួលយកហើយនឹងគេអាចអនុវត្តហើយនោះគឺមានតែ3ស្ថាប័នទេស្ថាប័នទី1នេះគឺត្រូវតែជាភាគីរដ្ឋាភិបាលស្របច្បាប់មួយហើយជារដ្ឋាភិបាលដែលចេញពីប្រទេសដែលជាសមាជិករបស់ ICC អញ្ចឹងបើសិនជារដ្ឋាភិបាលស្របច្បាប់គឺយើងដឹងហើយរដ្ឋាភិបាលដែលអាចប្តឹងបានគឺមានតែរដ្ឋាភិបាលដឹកនាំប្រជាណាចក្រកម្ពុជានេះគឺជារដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីទេដែលអាចប្តឹងទៅបានអញ្ចឹងនៅពេលនេះគ្មានអ្នកណាអាចតំណាងកម្ពុជាអាចទៅប្តឹងបានទេអាហ្នឹងបើនិយាយអំពីអ្នកដែលមានសិទ្ធិប្តឹងចេញពីរដ្ឋអធិបតេយ្យមួយដែលជាសមាជិករបស់តុលាការ ICC ហ្នឹងអញ្ចឹងនេះជាភាគីទី1ដែលអាចមានសិទ្ធិប្តឹងហើយបើសិនបណ្ដឹងនោះវាសមស្របអញ្ចឹងតុលាការគេនឹងចាត់វិធានការទៅតាមនីតិវិធីរបស់គេនេះទី1ហើយទី2នោះគឺមានតែក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិទេណា UNSC មានតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេដែលមានសិទ្ធិប្តឹងអានឹងទី2ហើយទី3នោះគឺមានតែយើងហៅថាព្រះរាជអាជ្ញារបស់ ICC នឹងតែម្ដងណាឬរដ្ឋអាជ្ញារបស់ ICC ដែលភាសាអង់គ្លេសថា prosecutor អញ្ចឹងមានតែស្ថាប័ន3ហ្នឹងទេដែលអាចប្តឹងទៅបានអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបអញ្ចឹងខ្លាចបងប្អូនប្រជាពលរដ្ឋមួយចំនួនចាញ់បោកគេឲ្យគេអង្គលុយកាក់អីដើម្បីជួលមេធាវីជួលអីយកទៅប្តឹងអីអាហ្នឹងយើងចាញ់បោកគេណាហើយអញ្ចឹងគោលបំណងរបស់ខ្ញុំប្រកាសថាខ្ញុំបាទជម្រាបឡើងវិញអាចថាជាការរំលឹកឬក៏ជួយផ្ដល់ព័ត៌មានជូនបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋអាចថាបងប្អូនយើងមួយចំនួនអត់ទាន់បានតាមដានកន្លងមកអីចឹងពេលនេះអាចស្ដាប់ឮចឹងអាចជម្រាបអំពីបញ្ហានេះបាទនេះជារឿងដែលខ្ញុំប្រកាសថាខ្ញុំបាទចង់រំលឹកជូនបន្ថែមទៅលើព្រឹត្តិការណ៍នានាដែលបានកើតឡើងសម្រាប់ប្រជាណាចក្រកម្ពុជាបាទនេះរឿង
តកតងនឹងការប្តឹងតុលាការ ICC បាទនឹងសូមបញ្ចប់ប៉ុណ្ណឹងចំពោះរឿងហ្នឹងហើយមួយទៀតសូមទៀតពិតខ្ញុំប្រកាសណាខ្ញុំក៏បានរំលឹកមកច្រើនហើយបងអាយដាមនៅតាមកម្មវិធីនីតិវប្បធម៌នេះក៏លោកបានលើកច្រើនមកហើយតាមបណ្ដាសារព័ត៌មានឬក៏เพจផ្លូវការរបស់អ្នកនាំពាក្យផ្សេងក៏លោកបានផ្សព្វផ្សាយរួចអស់ហើយតាក់ទងទៅនឹងផ្នែកព័ត៌មានជាពិសេសគឺអ្នកដែលរាយការណ៍អ្នករាយការណ៍ទោះបីអ្នកនោះជាអ្នកកាសែតឬក៏ជារាយការណ៍លក្ខណៈបុគ្គលក្តីសូមបងប្អូនប្រុងប្រយ័ត្នការរាយការណ៍យើងមិនមែនចេះតែរាយការណ៍ទេយើងត្រូវដឹងអំពីច្បាប់របស់ប្រជាណាចក្រកម្ពុជារបស់យើងហើយតកតងនឹងច្បាប់នេះខ្ញុំប្រកាសណាខ្ញុំបានលើកហើយគឺសូមបងប្អូនប្រយ័ត្នទៅលើរឿងពីរមែនតើរឿងទី1គឺតកតងទៅនឹងសន្តិសុខជាតិហើយត្រូវយល់ឲ្យបានស៊ីជម្រៅទៅដល់កម្រិតណាតាមតែអាចយល់ទៅបានស្អីទៅហៅថាសន្តិសុខជាតិអានឹងយល់ឲ្យច្បាស់មុននឹងធ្វើសេចក្តីរាយការណ៍ហើយតកតងទៅនឹងសន្តិសុខជាតិទេរឿងដែលគួរតែជៀសមែនតើគឺការរាយការណ៍ចេញពីសមរភូមិការរាយការណ៍ចេញពីសមរភូមិនេះវាជារឿងមួយដែលយើងត្រូវតែប្រុងប្រយ័ត្នបំផុតមិនមែនយើងយកសំអាងតែមួយថារាយការណ៍ការពិតយកទៅរាយការណ៍ទេណាព្រោះការពិតវាអត់ចំណេញសម្រាប់សមរភូមិអត់ចំណេញសម្រាប់កងទ័ពរបស់យើងអត់ចំណេញសម្រាប់ជាតិរបស់យើងអានោះហើយដែលជាបញ្ហាហើយគ្មានប្រទេសណាដែលគេអនុគ្រោះឲ្យយើងទៅរាយការណ៍ការពិតអំពីសមរភូមិទេលុះត្រាតែយើងរាយការណ៍បើសិនជាវាចំណេញទៅលើសមរភូមិចំណេញទៅលើយុទ្ធសាស្ត្រសមរភូមិហើយនឹងចំណេញសម្រាប់ជាតិរបស់យើងអញ្ចឹងការរាយការណ៍គ្រាន់តែផ្អែកទៅលើការពិតនោះមិនមែនជាចំណេះដឹងនៃអ្នកសារព័ត៌មានដែលយល់ដឹងអំពីបញ្ហាសន្តិសុខជាតិទេអានឹងសូមរំលឹកជូនបងប្អូនម្ដងទៀតកុំឲ្យយើងចេះតែថតយើងចេះតែបង្ហោះជាអីអត់បានទេព្រោះសម័យនេះយើងអាងតែយើងមានទូរស័ព្ទ smartphone មួយយើងមាន Facebook account ឬក៏ page អីផ្សេងវាងាយស្រួលណាស់ពិតមែនតែច្បាប់មិនទាន់បានសរសេរចេញឲ្យច្បាស់នៅលក្ខខណ្ឌសិទ្ធិនៃការប្រើប្រាស់ឲ្យបានពេញលេញក៏ដោយក៏ប៉ុន្តែយើងត្រូវចាំកន្លែងការងាយស្រួលក្នុងការថតហើយរាយការណ៍យើងត្រូវប្រុងប្រយ័ត្នកន្លែងហ្នឹងចឹងសូមបងប្អូនមេត្តាជម្រាបជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅហើយយើងបងប្អូនជួនកាលអត់ចាប់អារម្មណ៍វាខ្លាចជាទម្លាប់ឃើញថតបង្ហោះអីចេះចុះអញ្ចឹងវាអាចធ្វើឲ្យបងប្អូនប្រឈមចំពោះមុខច្បាប់នៅពេលក្រោយអញ្ចឹងសូមមេត្តាប្រុងប្រយ័ត្ននឹងផងហើយជាពិសេសបើសិនជាយើងជាបុគ្គលដែលថាអ្នកល្បីណានៅក្នុងសង្គមបច្ចុប្បន្នអ្នកដែលជា MMO influencer ផ្សេងដែលមានអ្នកគាំទ្រច្រើនយើងហៅថា fans អញ្ចឹងសូមប្រុងប្រយ័ត្នកន្លែងហ្នឹងបាទនេះជារឿងទី1ឲ្យខ្ញុំប្រកាសថាខ្ញុំបានមិនលម្អិតទៅលើការវែកញែកទៅលើអ្វីដែលជាសន្តិសុខឯងវាវែងឆ្ងាយពេកហើយព្រោះកន្លងមកខ្ញុំប្រកាសណាខ្ញុំបានក៏ធ្លាប់លើកឡើងច្រើនហើយរាប់ទាំង live នៅក្នុង Facebook page របស់ខ្ញុំប្រកាសណាខ្ញុំបាទដែរតាំងពីការកើតឡើងនៃការផ្ទុះសង្គ្រាមដែលសៀមឈ្លានពានយើងតាំងពីថ្ងៃ24ខែកក្កដាឆ្នាំ2025នេះតាមពិតខ្ញុំ live ដូចជាថ្ងៃ26ខែកក្កដាឆ្នាំ2025ហើយប្រហែលថ្ងៃក្រោយមកខ្ញុំប្រកាសថាខ្ញុំបានក៏បានលើកនៅក្នុង
កម្មវិធីនីតិវប្បធម៌នេះដែរបាទនេះជារឿងមួយណាដែលនិយាយអំពីបញ្ហាសន្តិសុខជាតិហើយអ្នកដែលរាយការណ៍ពីសមរភូមិបាននិយាយឲ្យខ្លីគឺមានតែស្ថាប័នកងទ័ពទេអញ្ចឹងកងទ័ពកំណត់ឲ្យអ្នកណារាយការណ៍នោះជាសិទ្ធិរបស់កងទ័ពហើយបើប្រទេសមួយចំនួនទៀតអ្នកណាហ៊ានចូលទៅនឹងត្រូវឡើយណាហើយប្រទេសយើងឃើញថារដ្ឋាភិបាលលោកមានភាពបត់បែនច្រើនអនុគ្រោះគ្រាន់តែអប់រំមួយអីទៅលើកលែងតែទៅចេះពេកបើទៅចេះពេកអាហ្នឹងក៏យើងពិបាកនឹងអត់ធ្មត់ដែរប៉ុន្តែបើប្រទេសដទៃអីណាដូចជាពិសេសសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយើងមើលអ៊ីស្រាអែលពេលខ្លះអ្នកកសែតអីចូលទៅមកដុំអីក៏ដោយតែរៀងតាមស្រួលដាក់មកភុចរាយការណ៍ហើយដាក់មកភុច20-30នាក់សិតតែអ្នកកសែតទាំងអស់អញ្ចឹងអត់មានន័យយកហេតុផលអីណែអ្នកកសែតទៅរាយការណ៍អំពីកំហុសឆ្គងនៅលើសមរភូមិរបស់គេទេប៉ុន្តែបើយើងលួចអាចទៅធ្វើអីបានអាហ្នឹងយើងទៅធ្វើទៅអាហ្នឹងទី1ទី2យើងបើសិនជាយើងអ្នកគ្រប់គ្រងរដ្ឋាភិបាលឬក៏គ្រប់គ្រងភាគីមួយអាហ្នឹងយើងអានោះជាសិទ្ធិរបស់យើងធ្វើយ៉ាងម៉េចយើងគិតពីផលវិបាកខ្លួនឯងចេញពីសេចក្តីរាយការណ៍ហើយឃើញគេរាយការណ៍កុំគិតថាគេរាយការណ៍នឹងមកវាគេបង្ហាញចេះបង្ហាញចោះអាបង្ហាញហ្នឹងទី1អ្នកដែលបង្ហាញមិនមែនជាអ្នកដែលគ្រប់គ្រងភាគីដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមទេនៅលើសមរភូមិទេហើយទី2អ្នកដែលគេអាចបង្ហាញលុះត្រាតែនៅនោះត្រូវបានអនុញ្ញាតដោយគេគិតថាវាចំណេញទៅផ្នែកព័ត៌មានទៅលើសមរភូមិវាចំណេញទៅលើយុទ្ធសាស្ត្រសមរភូមិឬក៏ចំណេញទៅលើយុទ្ធសាស្ត្រនៃយុទ្ធនាការឬសង្គ្រាមរបស់គេតែម្ដងអាហ្នឹងគេអនុញ្ញាតឲ្យផ្សព្វផ្សាយបាទដូច្នេះសូមបងប្អូនមេត្តាជ្រាបផងហើយចាត់ទុកថាជាការរិះគន់ដើម្បីស្ថាបនាมันមានបំណងចង់វាបហាទៅលើបងប្អូនណាទេវាគ្មានអីចំណេញសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប្រកាសណាខ្ញុំបាទគឺយើងដើម្បីបបផហេតុជាតិមាតុភូមិរបស់យើងដើម្បីរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាដែលជារដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នបាទហ្នឹងជាចំណុចទី1តាក់ទងទៅនឹងសន្តិសុខជាតិហើយចំណុចទី2រឿងបុគ្គលនេះគឺបាទនិយាយដដែលសិទ្ធិបុគ្គលនៅក្នុងសិទ្ធិក្នុងការបញ្ចេញមតិឬក៏សេរីភាពក្នុងការបញ្ចេញមតិនេះបងប្អូនមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងលើកលែងតែស្ថិតនៅក្រោមច្បាប់ដែលហាមហ្នឹងទី1វិញខ្ញុំប្រកាសណាខ្ញុំបានលើកឡើងហើយនិយាយអំពីបញ្ហាសន្តិសុខជាតិហើយទី2រឿងសិទ្ធិបុគ្គលហ្នឹងបងអញ្ចឹងកុំឃើញគេចេះតែថតបង្ហោះចេះតែអត្ថាធិប្បាយយករឿងគេមកអត្ថាធិប្បាយអីទៅពីអញ្ចឹងសូមប្រុងប្រយ័ត្នផងណាដូចខ្ញុំប្រកាសណាខ្ញុំបាននៅអ្នកសម្របសម្រួលកម្មវិធីនៅក្នុងកម្មវិធីនីតិវប្បធម៌នេះបងប្អូនយើងប្រិមិត្តយើងសុំលេខទូរស័ព្ទទៅប្រិមិត្តមួយទៀតខ្ញុំប្រកាសណាខ្ញុំបានដឹងតែលេខទូរស័ព្ទប៉ុន្តែខ្ញុំមិនហ៊ានឲ្យទេអញ្ចឹងលុះត្រាតែត្រូវបានអនុញ្ញាតអំពីសម័យខ្លួនសិនបានខ្ញុំប្រកាសណាខ្ញុំបាននឹងជម្រាបជូនព្រោះនេះជាសិទ្ធិបុគ្គលយើងអត់ចេះយកទៅផ្សព្វផ្សាយនៅក្នុងកម្មវិធីនីតិវប្បធម៌របស់វិទ្យុបាយ័ន FM 95 MHz នេះគឺផ្សាយទូទាំងប្រទេសអាចទៅក្រៅប្រទេសទៀតបងប្អូនដែលស្អាតតាម page មើលតាម page អីនោះអញ្ចឹងមិនមែនចេះតែឲ្យទៅទេហើយសម័យនេះបងប្អូនមានទូរស័ព្ទមានអីទៅឃើញគេវាអាចទើសចិត្តបងប្អូនកន្លែងខ្លះទើសចិត្តប៉ុន្តែមិនមែនគ្រាន់តែទើសចិត្តបងប្អូនហើយបងប្អូនចាត់ទុកថាចិត្តបងប្អូននោះតំណាងឲ្យច្បាប់ទេអញ្ចឹងកុំចេះយកចិត្តខ្លួនឯងអារម្មណ៍ខ្លួនឯងឬការយល់របស់បុគ្គលខ្លួនឯងហ្នឹងទៅយករឿងរបស់គេទៅផ្សព្វផ្សាយអញ្ចឹងសូមមេត្តាប្រុងប្រយ័ត្នកន្លែងហ្នឹងណាហើយអ្នកមួយចំនួនគាត់ឆ្លើយគ្រាន់តែឆ្លើយឲ្យតវ៉ាអីតាម Facebook តាមស្អីមកវិញអញ្ចឹងទៅអាហ្នឹងវាអត់អីទេគ្រាន់តែវាបង្ហាញភាពរញ៉េរញ៉ៃនៅក្នុងបណ្ដាញសង្គមបន្តិចក៏ប៉ុន្តែ
នៅប៉ះរឿងមួយចំនួនគេអាចប្តឹងយើងណាហើយកុំថាគេប្រកាន់មកពីយើងខ្លួនឯងចូលចិត្តធ្វើអ្វីដែលមិនបានគិតអំពីច្បាប់ទម្លាប់ហើយដើម្បីកុំឲ្យសង្គមយើងបន្តរញ៉េរញ៉ៃយើងគួរគិតមើលផងណាយើងគួរគិតមុននឹងផ្សព្វផ្សាយហើយសំបីតាអ្នកដែលមានសិទ្ធិថាជាអ្នកកសែតហើយនឹងមានអាជ្ញាប័ណ្ណមានអីនឹងក៏ដោយពេលខ្លះចុះទៅថតហើយផ្សព្វផ្សាយរឿងដែលមិនគួរផ្សព្វផ្សាយនោះគាត់លេងមកទំហឹងណាហើយអត្ថាធិប្បាយភ្លាមទៅលើរឿងបុគ្គលរបស់គេសោះបាទនេះវាជារឿងមួយដែលគួរឲ្យសោកស្ដាយហើយនៅពេលដែលវាកើតឡើងលទ្ធផលដែលប្រឈមទៅនឹងបញ្ហាច្បាប់បញ្ហាផ្សេងហ្នឹងអានឹងតាំងតថាគីហ្នឹងវាឆ្លើយតបហ្នឹងវាជ្រុលហួសហេតុអីឬក៏អ្នកខ្លះអាងសំទោសមិនរឿងសំទោសនេះដូចជាពិបាកណាស់អញ្ចឹងកុំអាងសំទោសរួចខ្លួនអញ្ចឹងមុននឹងថាសូមឲ្យប្រុងប្រយ័ត្នលើនឹងផងហើយលើកលែងតែអ្នករាយការណ៍ពីក្រោយខ្នងហើយយ៉ាងម៉េចអាហ្នឹងយើងកង្ខល់អារឿងក្រោយខ្នងយើងនិយាយយើងថាយើងធ្វើសេចក្តីរាយការណ៍ធ្វើម៉េចឲ្យស្របច្បាប់ទៅរឿងអ្នកដែលខុសចិត្តអ្នករាយការណ៍ហ្នឹងវាជារឿងធម្មតាទេអញ្ចឹងអាហ្នឹងសូមបងប្អូនប្រុងប្រយ័ត្នទៅលើ2ចំណុចហ្នឹងខ្ញុំប្រកាសថាខ្ញុំបានសូមរំលឹកបន្ថែមទៅលើបញ្ហានេះអ្នកខ្លះហ្នឹងលើកឯងហើយបើគាត់ជាអាចថាជាបុគ្គលសាធារណៈណាបុគ្គលសាធារណៈយើងត្រូវដឹងអ្នកណាខ្លះបុគ្គលសាធារណៈថ្ងៃនេះបាទបុគ្គលសាធារណៈជាមន្ត្រីរាជការជាបុគ្គលសាធារណៈប៉ុន្តែបុគ្គលសាធារណៈនេះក៏ដោយយើងត្រូវលើករឿងណាដែលតាក់ទងទៅនឹងកិច្ចការដែលនៅក្នុងការទទួលខុសត្រូវរបស់គាត់កុំយកទៅហួសព្រំដែនអាហ្នឹងជាបុគ្គលសាធារណៈហើយអានេះចំពោះមន្ត្រីរាជការហើយបុគ្គលសាធារណៈដទៃទៀតដូចជាសិល្បករស្អីផ្សេងហ្នឹងអាហ្នឹងក៏ជាត្រូវបានចាត់ទុកនៅក្នុងបុគ្គលសាធារណៈដែរអ្វីដែលយើងរិះគន់គឺនៅក្នុងន័យស្ថាបនាមិនមែនជាការរិះគន់ដើម្បីជន់ពលិចឬក៏យករឿងដែលមិនសមហេតុផលយកមកធ្វើអត្ថាធិប្បាយឬក៏រិះគន់ទេហើយនៅក្នុងនោះយើងត្រូវគិតអំពីតម្លៃរបស់បុគ្គលដែរបុគ្គលយើងខ្លួនឯងហ្នឹងយើងរិះគន់ទៅមានតម្លៃសម្រាប់ឲ្យគេកែប្រែទេឬយើងគ្រាន់តែបំផោងនៅរឿងរ៉ាវដែលបានកើតឡើងហ្នឹងហើយនៅក្នុងនោះក៏មានបុគ្គលសាធារណៈមួយចំនួនដែរដែលគាត់ជួនកាលគាត់ភ្លេចខ្លួនដូចជាការដោះអាវហើយឡាយហើយជេរហើយពាក្យពេចន៍វាជាពាក្យអសុរោះឬក៏ពាក្យពេចន៍ហិង្សានោះយើងបាត់បង់នៅសិលធម៌ហើយនៅក្នុងនោះបើសិនជាយើងជាបុគ្គលសាធារណៈមែននៅពេលគេរិះគន់យើងគួរតែឆ្លុះបញ្ចាំងទៅលើខ្លួនឯងមើលតើយើងធ្វើនឹងវាសមទេហើយកុំប្រតិកម្មទៅលើអ្នកដែលរិះគន់ហើយយើងបែរជាឆ្លើយថាវាជាសិទ្ធិបុគ្គលvà năng mình trầm trời thì vì sức bậc cul lúc tra tại dương mình men chỉ chun này là bay đây mình men chỉ influencer mình men chỉ MMO mình men chỉ nè ruột đời xá ca control mà hà chun năng dương thưa ấy chỉ sức bảo dương sức bậc cul nè môi trường nón này nè mình là bay nè ấy còn trong thọt đỏ áo quạt từ cùi nâu mọt băng đỏ áo cùi bọ phật ấy quạt dây lê nó ca lực lang nước trong cái này trong bán mình control từ lưới riêng chân đấy bàn tay tầm lốp á dương hay là tầm lốp bọc không ai dưới chỉ xe nó được đâu đau ấy chả quạt đỏ áo sliệt cả ma rồi còn sliệt khao trái với cùi còn đàm chơ miền cả say bọ quát còn mỏi rồi rôm rồi còn mỏi
វាស្អុះស្អាប់អីអាហ្នឹងវាជាទម្លាប់មកធម្មតាហើយប៉ុន្តែគាត់មិនដែលទៅថតបង្ហោះបងហើយមកដល់សង្គមដែលយើងមានបណ្ដាញសង្គមនេះគឺក៏វាអត់ទាន់ខុសអីសម្រាប់ពួកគាត់ដែលមិនមែនជាបុគ្គលដែលល្បីល្បាញនៅក្នុងសង្គមដែរតែយើងជាអ្នកល្បីល្បាញនៅក្នុងសង្គមគឺយើងគួរតែប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់យើងមិនថាពាក្យពេចន៍មិនថាការស្លៀកពាក់និងសកម្មភាពរបស់យើងប្រព្រឹត្តមួយចំនួនលើកលែងតែកន្លងមកវាមានការផ្សព្វផ្សាយអីមួយចំនួនដូចជាស្រាបៀរដូចអីអានោះដែលច្បាប់មិនទាន់បានហាមឃាត់អីអាហ្នឹងយើងចេះតែធ្វើមកវាទាំងអស់គ្នាអញ្ចឹងហើយនៅក្នុងសង្គមប៉ុន្តែនៅពេលដែលច្បាប់ហាមហើយគឺយើងគួរតែឈប់គួរយល់អំពីហ្នឹងហើយសម្រាប់ខ្ញុំប្រការណាខ្ញុំបាននេះបើនិយាយពីផ្ទាល់ខ្លួនវិញកាលពីលេង Facebook ដំបូងនោះតាំងពីចុងទសវត្សរ៍2010ឬដើមអីពេលខ្លះក៏អាចមានការបរហោះម្ដងម្កាលដែរដែលដៃកាន់កែវជុលកាន់កំប៉ុងស្រាបៀរឬក៏ដបស្រាអីធ្លាប់មានដែរមិនថាអត់ទេប៉ុន្តែនៅពេលដែលឆ្វេងយល់អំពីរឿងហ្នឹងមកគឺប្រហែលជាង10ឆ្នាំគឺខ្ញុំប្រកាសថាខ្ញុំបានអត់មានរូបភាពបែបហ្នឹងសម្រាប់បង្ហោះអីឬក៏បង្ហាញជាសាធារណៈទេហើយនេះចំពោះខ្ញុំប្រកាសថាខ្ញុំបានមិនជាជនល្បីអីមាន fan អីច្រើនផងតិចតួចទេប៉ុន្តែទម្លាប់ខ្លួនឯងគឺចងចាំជានិច្ចថានេះជារឿងដែលយើងមិនគួរធ្វើឬក៏រឿងដែលយើងមិនត្រូវធ្វើដូច្នេះសូមបងប្អូនពុកម៉ែលោកយាយលោកតាក៏ជ្រាបដែរជាពិសេសបងប្អូនយើងដែលអាចទទួលបាននៅការរិះគន់បែបហ្នឹងជាពិសេសកុំអាលឆ្លើយតបអីរបៀបឆ្លើយយើងបើសិនយើងឆ្លើយគួរមានរបៀបនៃការឆ្លើយទៅព្រោះយើងជាបុគ្គលសាធារណៈនេះបើមន្ត្រីរាជការគឺយើងស៊ីលុយរដ្ឋគឺជាលុយរបស់ប្រជាពលរដ្ឋកម្ពុជាហើយចំពោះអ្នកសិល្បករសិល្បករនីឬក៏ក្រុមហ៊ុននៃដទៃចំណូលរបស់គាត់នោះក៏ចេញពីប្រជាពលរដ្ឋចេញពីមហាជនដែរបើមហាជនមិនគ្រប់គ្រងបានលុយមកពីណាដោយអ្នកខ្លះគាត់ថាគាត់ឧទាហរណ៍ណាឥឡូវខ្ញុំបង្កើតឧទាហរណ៍ថាមានពិធីករនៅទូរទស្សន៍មួយឬក៏វិទ្យុមួយកន្លងមកគាត់ថាលុយរបស់គាត់ចេះដឹងអីគាត់ធ្វើអីស្រេចតែគាត់បាទបើគាត់គិតត្រឹមតែលទ្ធភាពនៃគាត់ទទួលបានអានឹងជាលុយរបស់គាត់មែនទេប៉ុន្តែចំពោះអ្នកដែលគេគិតគេដឹងថាតើលុយរបស់គាត់នឹងបានមកពីណាគាត់ថាបើសួរគាត់ប្រកាសណាស់នឹងឆ្លើយថាអបពិធីករទូរទស្សន៍គាត់នឹងថាបានមកពីទូរទស្សន៍គេបើកឲ្យប៉ុន្តែសួរទូរទស្សន៍ហ្នឹងគាត់បានលុយមកពីណាទូរទស្សន៍បានមកពីការផ្សាយពាណិជ្ជកម្មហើយការផ្សាយពាណិជ្ជកម្មនោះដើម្បីបានលុយមកផ្សាយពាណិជ្ជកម្មថាគាត់បានមកពីណាគឺគាត់លក់ផលិតផលលក់សេវាហើយសួរលក់ផលិតផលលក់សេវាហ្នឹងលក់ឲ្យអ្នកណាហើយប្រកាសណាគឺលក់ឲ្យប្រជាពលរដ្ឋកម្ពុជារបស់យើងចឹងលុយដែលបានមកគឺលុយប្រជាពលរដ្ឋកម្ពុជាអានេះគេសួរដេញអញ្ចឹងណាអានេះខ្ញុំប្រកាសណាខ្ញុំបានគ្រាន់តែចង់ឲ្យបងប្អូនយើងយល់អំពីតម្លៃនៃការប្រើប្រាស់លុយតើប្រភពលុយដែលជាបុគ្គលសាធារណៈនោះបានមកពីណាអញ្ចឹងបើសិនជាបងប្អូនដែលជាបុគ្គលសាធារណៈនោះប្រតិកម្មខ្លាំងពេកក៏វាជារឿងមួយដែលយើងត្រូវគិតគូរដែរហើយអញ្ចឹងយើងឆ្លុះបញ្ចាំងមើលបើសិនជាគេរិះគន់សកម្មភាពរបស់យើងនឹងវាត្រឹមត្រូវហើយនៅបាទអញ្ចឹងត្រឡប់មកវិញទោះបីយ៉ាងណាយើងដើម្បីធ្វើឲ្យសង្គមយើងល្អគឺចេញពីយើងទាំងអស់គ្នាចូលរួមហើយការរិះគន់គឺរិះគន់ដោយស្ថាបនាមិនមែនរិះគន់ដើម្បីជន់ពន្លិចទេពីព្រោះមានអ្នកខ្លះគេថាការរិះគន់ដើម្បីជន់ពន្លិចហើយខ្ញុំប្រកាសណាខ្ញុំបានមិនបដិសេធទេព្រោះអ្នកខ្លះគាត់មានចេតនាល្អប៉ុន្តែគាត់ខ្វះនៅការយល់អំពីការរៀបចំពាក្យពេចន៍នៃសម្ដីនៃការរិះគន់របស់គាត់ហ្នឹងវាធ្ងន់ពេកអាហ្នឹងក៏វាជារឿងមួយដែររឿងមួយទៀតអ្នកខ្លះហ្នឹងគឺគាត់ប្រើទៅតាមអារម្មណ៍ឬក៏កំហឹងរបស់គាត់ដែរ
ដោយសារអានេះការព័ត៌មានដែលគាត់ថតទុកដែលនៅក្នុងសតិបញ្ញារបស់គាត់កន្លងមកហ្នឹងអញ្ចឹងវាអាចធ្វើឲ្យគាត់មានដកអារម្មណ៍មួយคล้ายទៅជាសំអប់នៅក្នុងការគិតរបស់គាត់អញ្ចឹងនៅពេលដែលជួបរឿងដែលគាត់ចង់និយាយពីក្នុងចិត្តហ្នឹងអញ្ចឹងវាត្រូវគ្នាអញ្ចឹងគាត់លះមកអស់ដៃទៅហើយនៅពេលដែលលះមកអស់ដៃអាហ្នឹងឯងដែលជាបញ្ហាអញ្ចឹងយើងទាំងអស់គ្នាចូលរួមដើម្បីធ្វើឲ្យសង្គមយើងវាកាន់តែល្អប្រសើរហើយសង្គមរស់នៅសុខសាន្តជាមួយនឹងស្មារតីជាតិរបស់យើងគឺយើងត្រូវការទាំងអស់គ្នាដើម្បីចូលរួមហើយទាំងអស់គ្នាចូលរួមនេះត្រូវយើងយល់អំពីហេតុផលដែលយើងទាំងអស់គ្នាតែយើងគួរធ្វើអ្វីយើងគួរកែតម្រូវគ្នាយ៉ាងណាហើយនៅពេលអ្នកដែលត្រូវបានគេរិះគន់យើងគួរតែឆ្លើយតបយ៉ាងណាណាសម្រាប់ខ្ញុំប្រការណាខ្ញុំបាននេះខ្ញុំសប្បាយចិត្តចំពោះអ្នកដែលចំណាយពេលវេលាមករិះគន់ខ្ញុំនឹងពោលជួនកាលការប្រព្រឹត្តវាជាការគិតរបស់ខ្ញុំការនិយាយវាជាការគិតរបស់ខ្ញុំហើយចំពោះមានគេមកប្រាប់មកនិយាយនោះហើយជាកិត្តិយសមួយដែលគេប្រាប់យើងគេនិយាយអំពីយើងបើគេចង់សម្លាប់យើងគេមិនចូលចិត្តយើងឬក៏គេយ៉ាងណាដែលឬក៏មនុស្សអាក្រក់ពិតប្រកបជាមួយនឹងយើងគេមិននិយាយទេគេរាយការណ៍មូលបង្កាច់អាហ្នឹងយើងងាប់អាហ្នឹងអត់មានថ្ងៃកែប្រែទេព្រោះយើងអត់មានឱកាសនឹងកែប្រែទេព្រោះគេរាយការណ៍ដោយសម្ងាត់គេរាយការណ៍មូលបង្កាច់យើងអាហ្នឹងវាជារឿងមួយរបស់គេទេក៏ប៉ុន្តែចំពោះអ្នកដែលហ៊ានរិះគន់យើងដោយចំហអាហ្នឹងមានន័យថាគេនៅស្រឡាញ់យើងនៅរាប់អានយើងគេចង់ឲ្យយើងឆ្លោះបញ្ចាំងមើលនៅសកម្មភាពរបស់យើងទោះបីជាយ៉ាងណាក៏ដោយឲ្យតែគេនិយាយចេញមកយើងស្ដាប់ឮយើងប្រកាសជាយើងមានឱកាសក្នុងការកែប្រែខ្លួននឹងតាមអ្វីដែលខ្ញុំប្រកាសណាខ្ញុំបាទយល់ចឹងសូមសង្ខេបប៉ុណ្ណឹងព្រោះថ្ងៃហ្នឹងមានរឿងផ្សេងច្រើនណាស់ដែលបងឯអាដាមឯសារព័ត៌មានឯបាននិយាយច្រើនប៉ុន្តែខ្ញុំប្រកាសណាខ្ញុំបាទថ្ងៃនេះគឺចង់សង្ខេបមកនៅរឿងខ្លះៗដែលជម្រាបជូនទៅដល់ប្រិមិត្តយើងតាក់ទងទៅនឹងការខ្វះចន្លោះខ្លះៗដែលកើតឡើងដែលនាំទៅឲ្យយើងទទួលនៅផលវិបាកទៅថ្ងៃក្រោយតាក់ទងទៅនឹងអ្វីដែលយើងគួរនិយាយនៅលើ page របស់យើងទៅលើ Facebook របស់យើងហើយរឿងទី1អាចជៀសបានទៅលើបញ្ហាសន្តិសុខជាតិនេះទី1ទី2គឺតាក់ទងទៅលើសិទ្ធិបុគ្គលទៅលើសិទ្ធិបុគ្គលហើយសម្រាប់ខ្ញុំប្រការណាខ្ញុំបាននេះមានរឿងជាច្រើនបើតាក់ទងទៅនឹងបញ្ហាសន្តិសុខជាតិនេះមិនមែនថាខ្ញុំមិនអាចនិយាយបានទេខ្ញុំអាចនិយាយប៉ុន្តែមិនមែនរឿងដែលគួរនិយាយឬវេទិកាដែលគួរនិយាយទេពីព្រោះមានអ្នកដែលសម្រាប់ឲ្យនិយាយទី1ទី2រឿងបុគ្គលនេះក៏ដោយរឿងវាច្រើននៅក្នុងសង្គមនេះគឺយើងដឹងឲ្យកើតប៉ុន្តែយើងមិនមែនចេះតែនិយាយទេការនិយាយទៅធ្វើម៉េចឲ្យវាបានចំណេញទាំងអស់គ្នាឲ្យវាមានភាពថ្លៃថ្នូរក្នុងការរិះគន់ដើម្បីស្ថាបនាដើម្បីជាប្រយោជន៍ចំពោះបុគ្គលដែលអនុវត្តហើយនោះមានការខ្វះចន្លោះហ្នឹងគាត់អាចយកទៅកែប្រែដើម្បីបន្តអនុវត្តការងារហ្នឹងឲ្យបានម៉ត់ចត់ឲ្យបានរីកចម្រើនទៅថ្ងៃក្រោយពេលខ្លះទាំងអ្នកធ្វើទាំងអ្នករិះគន់អត់មានអាក្រក់អីទេប៉ុន្តែអ្នកធ្វើគាត់ការនិយាយមកវាគាត់អត់បានចេះប្រើពាក្យពេចន៍ហ្នឹងឲ្យត្រូវទៅនឹងអ្វីដែលអារម្មណ៍មហាជនកំពុងគិតទី1ហើយមហាជនអ្វីរឿងនៅក្នុងចិត្តនោះជួនកាលគាត់ដូចខ្ញុំប្រកាសណាខ្ញុំបានលើកខាងដើមហើយថាគាត់ដកអារម្មណ៍មកនៅរឿងស្អីអញ្ចឹងគាត់អត់បានគិតថាមូលហេតុអីយ៉ាងម៉េចឯផ្នត់គំនិតគាត់មកអញ្ចឹងគាត់គិតថានឹងវាអញ្ចឹងឯងត្រូវមានអ្នកគេញុះគេញងគេយ៉ាងម៉េចអីគាត់អត់បានគិតទៅលើការបកស្រាយទៅលើភាព
ត្រឹមត្រូវឬភាព logic នៃបញ្ហាហ្នឹងអត់ទេចឹងសុទ្ធតែជារឿងដែលអាចកើតឡើងកន្លងមកអញ្ចឹងតាក់ទងទៅនឹងអ្វីដែលយើងគួររិះគន់ឬមិនគួររិះគន់រឿងរាយការណ៍ឬក៏មិនរាយការណ៍ទៅតាមpage ទៅតាមអីគណនីផ្ទាល់ខ្លួននៅតាមបណ្ដាញសង្គមហ្នឹងអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អានេះមេត្តាជ្រាបបន្ថែមឬអាចបើថាធ្លាប់ឮធ្លាប់អីខ្ញុំប្រកាសណាខ្ញុំបានគ្រាន់តែរំលឹកទេហើយចំពោះបងប្អូនដែលមិនធ្លាប់បានឮនឹងអាចថានេះហើយជាការយល់ឃើញរបស់ខ្ញុំប្រកាសណាខ្ញុំបាននេះតាមរយៈកម្មវិធីនីតិវប្បធម៌បាទប្រិយមិត្តលោកយាយលោកតាជាទីគោរពរាប់អានដែលកំពុងតាមដានស្ដាប់កម្មវិធីនីតិវប្បធម៌ដើម្បីបដូរបរិយាកាសសូមរីករាយជាមួយនឹងបទចម្រៀងពីកម្មវិធីយើងចំនួន2បទសិន